សួស្តីអ្នកគ្នាថ្ងៃនេះយើងមកសម្រាយរឿងអុកញ៉ាតូចរបស់ខ្ញុំមុននឹងចូលទៅដល់សាច់រឿងយើងសូមអ្នកគ្នាជួយ Subscribe Like Comment ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំសម្រាយរឿងបន្តទៀតយើងតពីវគ្គមុនម្ចាស់បាននិយាយខ្ញុំគិតថាអ្នកមិនដឹងទេសម្រាប់នាងទៅសេនានោះក៏បានលើព្រះអង្គម្ចាស់បាននិយាយហើយក៏បានឆ្លើយថាបានហើយក៏បំរុងនឹងដកដាលចេញពីស្រោមវាយើងបានលឺដូច្នេះក៏បានភិតភ័យមែនតែនរញាប់និយាយថាអូមិនមែនទេមិនមែនបែបហ្នឹងទេខ្ញុំគិតថាវាអូខ្ញុំនឹងរកវិធីលុបបំបាត់មណ្ដាសារបស់ព្រះអង្គភ្លាមព្រះអង្គម្ចាស់សូមប្រទានពេលវេលាដល់ខ្ញុំបន្តិចព្រះអង្គម្ចាស់យើងក៏បានលើកម្រាម5ឡើងមកលីហ្វីយើងក៏បានមើលហើយក៏ក្នុងចិត្តថា5ថ្ងៃឬក៏5សប្តាហ៍5ម៉ោងហើយបន្តក៏ទៀតថា5វិនាទីហើយដៃព្រះអង្គរបស់យើងក៏បានរំលឹកសព3វិនាទីផងដែរហើយបានគិតក្នុងចិត្តតាំងពីបាក់ថាខ្ញុំគួរធ្វើអ្វីទៅខ្ញុំមិនអាចស្លាប់ចោលលុយទាំងអស់ដែលខ្ញុំរកបាននោះទេគិតរកអ្វីមួយទៅលីហ្វីយើងក៏បានគិតរួចក៏បាននិយាយទៅកាន់ព្រះអង្គឯងត្រូវតែនៅជាមួយខ្ញុំព្រះអង្គបាននិយាយតែងើឆ្ងល់ស្អីគេលីហ្វីយើងបាននិយាយបន្តទៀតថាខ្ញុំមិនអាចប្រាប់ព្រះអង្គភ្លាមបានទេថាហេតុអ្វីរឿងដ៏អាក្រក់បែបនេះបានកើតលើចំពោះព្រះអង្គប៉ុន្តែខ្ញុំជឿវាគឺជាបណ្ដាសាប្រសិនបើព្រះអង្គចង់ឲ្យខ្ញុំប្រើសមត្ថភាពមើលឃើញអនាគតរបស់ខ្ញុំត្រូវតែនៅក្បែរព្រះអង្គដើម្បីរកឲ្យឃើញមូលហេតុនេះជាអ្វីព្រះអង្គបានសួរមិនបានអ្នកដឹងវាជាបណ្ដាសាទៅលីហ្វីយើងបានក្នុងចិត្តតាំងផិតភ័យថាខ្ញុំទៅតែនិយាយកុហកប៉ុណ្ណោះតែខ្ញុំស្មានថាខ្ញុំនិយាយត្រូវទៅវិញសេនាដែលនៅជិតព្រះអង្គបាននិយាយថាហើយមានក្រុមជនកំណើតដែលពំពំតាមចាប់ព្រះអង្គម្ចាស់ពួកអភិជនកំពុងមានអាកប្បកិរិយាសង្ស័យព្រះអង្គម្ចាស់លីហ្វីយើងបានក្នុងចិត្តហើយបាននិយាយថាអរគុណលោកនាយព្រះអង្គធ្វើឲ្យខ្ញុំគិតថាព្រះអង្គគួរឲ្យខ្លាចព្រោះតែការសួរដេញដោលដ៏តឹងរឹងរបស់ព្រះអង្គពីមុនលីហ្វីយើងបានក្នុងចិត្តរួចក៏បាននិយាយថាអង្គត្រូវតែអនុញ្ញាតឲ្យខ្ញុំនៅក្បែរព្រះអង្គរហូតដល់ខ្ញុំរកឃើញបន្ថែមទៀតអំពីបណ្ដាសានេះដោយនៅឆ្ងាយពីក្រសែភ្នែករបស់អ្នកដទៃរឿងនេះនឹងចំណាយពេលច្រើនថ្ងៃដូច្នេះខ្ញុំមិនអាចប្រាប់ព្រះអង្គបានថាវានឹងត្រូវចំណាយពេលយូរប៉ុណ្ណាទេប៉ុន្តែព្រះអង្គត្រូវតែរក្សាខ្ញុំឲ្យមានជីវិតហើយនិយាយថាបញ្ហាកាន់តែពិបាកខ្ញុំត្រូវតែនៅក្បែរយូរប៉ុណ្ណឹងដែរដើម្បីរកឃើញចម្លើយនេះគួរតែគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលគាត់កុំឲ្យសម្រាប់ខ្ញុំហើយមែនទេព្រះអង្គម្ចាស់បាននិយាយអ្នកមិនមែនគ្រាន់តែនិយាយអ្វីដែលអ្នកអាចគិតបានដើម្បីរស់នោះទេពីយើងគ្រាន់តែលើព្រះអង្គម្ចាស់និយាយដូច្នេះធ្វើឲ្យនាងពិតជាខកចិត្តមែនទែនព្រះអង្គម្ចាស់បាននិយាយទាំងដាក់សម្ពាធថាតើខ្ញុំគួរចិត្តទុកចិត្តនាងបានយ៉ាងម៉េចទៅលីហ្វីយើងក៏បាននិយាយតបតើព្រះអង្គម្ចាស់មិនបានហៅខ្ញុំមកទីនេះដោយសារតែពាក្យចាំរាមដែលព្រះអង្គបានលើលីហ្វីអ្នកទាយជប់វាសនាមែនទេហើយដូចនេះហើយខ្ញុំត្រូវតែសន្និដ្ឋានឋានភាពរបស់ព្រះអង្គគឺធ្ងន់ធ្ងរហើយរាបណាមានអ្វីមួយបានកាត់ឡើងចំពោះព្រះអង្គគ្រូពេទ្យក្នុងរាជវាំងច្បាស់ជាបានពិនិត្យព្រះអង្គមុនគេហើយព្រះអង្គក៏ច្បាស់ជាបានទៅជួបពួកបូជាចារ្យនៅឯព្រះវិហារផងដែរហើយសារតែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចជួយព្រះអង្គបានព្រះអង្គច្បាស់ជាបានស្នើសុំឲ្យខ្ញុំមកជាចម្រើសចុងក្រោយហើយមែនទេហ្វីយើក៏បានក្រឡេកទៅមើលព្រះអង្គបានសម្លឹងទាំងកៅផ្ទៃគួរខ្លាចទៅលីហ្វីយើងបានឆ្កមុខចុះហើយក៏ក្នុងចិត្តថាប្រសិនបើគ្រាន់តែមើលទៅខ្ញុំស្មានថាមេដឹកនាំផ្ដាច់ការពិតជាប្រភេទមនុស្សខុសប្លែកពីគេមែនលីហ្វីក៏ក្នុងចិត្តថាតាមរយៈការឆ្លើយតបរបស់គាត់ការស្មានរបស់ខ្ញុំច្បាស់ជាមិនខុសឆ្គងខ្លាំងទេខ្ញុំត្រូវតែបញ្ចប់រឿងនេះហើយលីហ្វីយើងក៏បាននិយាយតាមពិតខ្ញុំដឹងអំពីអ្វីដែលព្រះអង្គបានធ្វើកាលពី1 ខែមុនជាមួយលោកស្រីវីជីណាអង្គក៏បានស្ងាត់មិនបានឆ្លើយអ្វីទាំងអស់បន្ទាប់មកព្រះអង្គបាននិយាយអីគេខណៈពេលដែលលោកស្រីវីជីណាបានឡើងកប៉ាល់ទៅចូលរួមក្នុងគណៈប្រតិបត្តិភូមិទៅកាន់ព្រះរាជាណាចក្រក្រុមសម្ព័ន្ធមិត្តមួយព្រះអង្គបានឲ្យកងដៃមួយដែលធ្វើពីផ្កាពណ៌ក្រហមទៅនាងមានព្រឹត្តិការណ៍មួយនៅឯព្រះបរមរាជវាំងនៅថ្ងៃនេះតែព្រះអង្គបានលួចចេញហើយក៏មានសម្លេងគេតាមរកព្រះអង្គដែរតើព្រះអង្គគង់នៅឯណាព្រះអង្គម្ចាស់ហើយជាថ្នូរនោះលោកស្រីរីជីណាបានជួនកាដូលាវអាវមួយគូខ្ញុំបានដឹងអំពីអ្វីដែលបានកាត់ឡើងចំពោះអ្នកប៉ុន្តែខ្ញុំលីហ្វីដែលជាគ្រូទាយមិនហ៊ានរំលោភលើសិទ្ធិឯកជនរបស់ព្រះអង្គទេដូច្នេះខ្ញុំបានលាក់វាជាការសម្ងាត់អ្វីដែលខ្ញុំទើបតែបាននិយាយគឺជាការជួបជុំដោយសម្ងាត់រវាងអធិរាជភើស៊ីលៀននិងលោកស្រីរីជីណាមានតែសេនាដែលនៅក្បែរព្រះអង្គប៉ុណ្ណោះដែលអាចដឹងអំពីការដែលព្រះចៅអធិរាជលួចលបចេញពីព្រះបរមរាជវាំងនៅថ្ងៃនោះហើយគ្មានមធ្យោបាយណាដែលអាចលួចស្ដាប់ការសន្ទនានៅលើកប៉ាល់នោះបានឡើយភើស៊ីលៀនស្រឡាញ់និងថែរក្សាលាវអាយទាំងនោះខ្លាំងណាស់
ដែលព្រះអង្គបានលាក់ទុកនៅកន្លែងមានសុវត្ថិភាពហើយមិនតែបានពាក់វាសោះ Leafy យកមកក្នុងចិត្តហើយនិយាយថាវាជាវគ្គដែលខ្ញុំចូលចិត្តបំផុតដូច្នេះខ្ញុំចាំវាបានច្បាស់ណាស់ពេលបានទទួលកងដៃផ្កានោះលោកជំទាវរាជីណាបានអធិដ្ឋានថាវាមានពណ៌ដូចនឹងភ្នែករបស់ទ្រង់ហើយព្រះអង្គនោះគឺព្រះអង្គក៏បានលើកដៃហើយនិយាយថាគ្រប់គ្រាន់ហើយ Leafy យកមកក្នុងចិត្តថាគាត់ប្រហែលជាអៀនហើយនាងបានសោកតិចហើយក៏ក្នុងចិត្តថាគ្មានផ្លូវណាដែលខ្ញុំភ្លេចវាអំពីគូស្នេហ៍ដែលខ្ញុំចូលចិត្តបំផុតនោះទេតាមពិតនោះគឺជាឈុតចុងក្រោយរបស់ពួកគេជាមួយគ្នាប៉ុន្តែខ្ញុំមិនបានដឹងថាវាដោយសារតែអធិរាជត្រូវបានបណ្ដាសានោះទេពេលនោះព្រះអង្គយើងក៏បាននិយាយថាវាហាក់ដូចជាអ្នកនៅទីនោះអញ្ចឹង Leafy យើងក៏បាននិយាយអូអ្នកឃើញទេទំនេររបស់ខ្ញុំច្រើនតែបែបនេះខ្ញុំស្រាប់តែឃើញរូបភាពមួយផ្លែតនៅក្នុងខួរក្បាលខ្ញុំ Leafy យើងក៏បានគិតថាចិត្តគាត់ញញឹមខ្ញុំហ៊ានភ្នាល់ថាលើនេះគាត់នឹងមិនសម្លាប់ខ្ញុំទេតើមានហេតុផលអ្វីផ្សេងទៀតដែលគាត់ធ្វើមុខបែបនេះព្រះអង្គបាននិយាយថានាងជាចម្រើសចុងក្រោយពេលយើងក៏បានគិតក្នុងចិត្តថាតើគាត់នឹងហៅខ្ញុំបែបនោះមែនទេពេលយើងក៏បាននិយាយទៅកាន់ព្រះអង្គចាព្រះអង្គចម្រើសចុងក្រោយដ៏ស្មោះត្រង់របស់ទ្រង់សូមរាយការណ៍ចុះអនាគតវិញដែលខ្ញុំត្រឡប់មកធម្មតាវិញហើយអ្នកនៅតែរស់យើងចាប់ផ្ដើមភ័យឡើងហើយក៏បែកញើសចេញពិនក្រពោតនិយាយថាវានៅតែព្រះអង្គម្ចាស់បានសម្លឹងមើលហើយសួរថានៅតែអ្វីវីរបស់យើងញ័រហើយនិយាយវានៅតែមិនច្បាស់អង្គម្ចាស់បានឃើញដូច្នេះហើយក៏ញញឹមឡើងអង្គម្ចាស់បាននិយាយប្រសិនបើអ្នកចំណាយពេលយូរពេកដើម្បីមើលឃើញអនាគតរបស់អ្នកក៏អាចនឹងមិនច្បាស់លាស់ផងដែរវីរបស់យើងក៏ក្នុងចិត្តថាអត់ទេជាសំណាងល្អខ្ញុំមករួចជីវិតហើយពេលដែលគេអុកខ្ញុំទៅវាំងខ្ញុំប្រកាសថាខ្ញុំមិនត្រូវគេសម្លាប់ហើយប៉ុន្តែខ្ញុំបានរួចជីវិតដោយហេតុផលណាមួយរបស់ព្រះអង្គបាននិយាយមានតែខ្ញុំម្នាក់ទេដែលដឹងអំពីស្ថានភាពព្រះអង្គនៅពេលនេះខ្ញុំគិតថាអ្នកជាមនុស្សទី2ហើយលោកស្រី Leafy បាននិយាយខ្ញុំយល់ហើយក៏បានសោកតិចហើយក៏ក្នុងចិត្តថាខ្ញុំត្រូវបានគេចាប់ឲ្យទៅបន្ទប់ជាប់នឹងបន្ទប់ផ្ទុំរបស់ព្រះចៅអធិរាជហើយលោកមីលៀនបានប្រាប់ខ្ញុំលម្អិតពីស្ថានភាពនេះជា10ថ្ងៃហើយតាំងពីព្រះចៅអធិរាជ Persilian បានក្លាយជាកុមារដោយខ្ញុំបានកាត់ទុកពួកគេបានហៅពេទ្យប្រចាំរាជវាំងនិងព្រះសង្ឃឲ្យមកពិនិត្យទ្រង់ប៉ុន្តែគ្មានអ្នកណាម្នាក់អាចរកដំណោះស្រាយបានឡើយចំណែកឯអ្នកដែលបានឃើញ Persilian ក្នុងវ័យកុមារត្រូវបានគេឲ្យថ្នាំមួយដបដែលលុបការចងចាំរយៈពេល2ម៉ោងចុងក្រោយរបស់ពួកគេនៅពេលពួកគេចេញពីបន្ទប់ក្នុងអាណាចក្រអ៊ីខានក៏មានគ្រូមន្តអាគមដែរប៉ុន្តែពួកគេមិនត្រូវបានគេហៅឲ្យមកជួយទេឃើញជើងមានផ្លាកមួយដាក់ថាហាមចូលកុំចូលដាច់ខាតបើមិនចង់ត្រូវទោសប្រហារជីវិតមូលហេតុសំខាន់គឺដោយសារតែថ្នាំលុបការចងចាំនោះមិនអាចប្រើលើគ្រូមន្តអាគមបានទេតែវាមិនមែនទាំងអស់នោះទេទីមួយព្រះចៅអធិរាជ Persilian ចេះប្រើវេទមន្តហើយបានឃើញរូបភាព Persilian កំពុងតែបញ្ចេញវេទមន្តប៉ុន្តែវាមិនបានចេញមកឡើយគេពិតជាមូម៉ៅមែនទែនបានបញ្ចេញម្ដងហើយម្ដងទៀតប៉ុន្តែវានៅតែមិនចេញដដែល Persilian គឺជាគ្រូវេទមន្តដែលមានទេពកោសល្យបំផុតនៅក្នុងអាណាចក្រទាំងមូលហើយបើសិនជាទ្រង់ត្រូវបណ្ដាសានោះគឺមានគ្រូវេទមន្តផ្សេងទៀតអាចជួយទ្រង់បានឡើយលើពីនេះទៅទៀតគ្រូវេទមន្តទាំងអស់ត្រូវចុះបញ្ជីនៅប៉មគ្រូវេទមន្តតែកន្លែងនោះបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកស្រីវងឌីសូមបាត់វងកញ្ចក់ទាំងអ្នកគ្នាដោយសារតាខ្ញុំដូរពីមន្តអាគមទៅវេទមន្តវិញណាអ្នកគ្នាសូមទោសអ្នកគ្នាបើសិនជាខ្ញុំនិយាយឈ្មោះតួអង្គអត់សូវត្រូវសារតែប៉មវេទមន្តនិងវងឌីនៅពីក្រោយបណ្ដាសារបស់ព្រះចៅអធិរាជពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យពិនិត្យទ្រង់ឡើយសេនានោះបាននិយាយថាបន្ទាប់ពីបានក្លាយទៅជាកុមារព្រះអង្គបានបាត់បង់សមត្ថភាពប្រើវេទមន្តហើយគាត់និយាយថានេះគឺដោយសារតែទ្រង់ហាក់ដូចជាត្រូវបានត្រឡប់ទៅពេលវេលាដែលទ្រង់មានអាយុ4ឆ្នាំមុនពេលធម្មពលម៉ាណារបស់ទ្រង់បានភ្ញាក់ឡើងទៅទៀតវារបស់យើងបានសួរតើធម្មពលម៉ាណារបស់ទ្រង់ភ្ញាក់ឡើងនៅពេលណានោះបានឆ្លើយតបនៅពេលទ្រង់មានអាយុ9ឆ្នាំឆ្នេះបើគ្រាន់តែរងចាំ5ឆ្នាំទៀតរហូតដល់គាត់អាយុ9ឆ្នាំនោះវានឹងក្លាយជារឿងអាក្រក់បំផុតមែនទេនេះជាមូលហេតុដែលខ្ញុំមកទីនេះដើម្បីការពារសោកនាដកម្មបែបនេះ Leafy របស់យើងនិយាយផងសប្បាយចិត្តផងសេនារបស់យើងគ្រាន់តែលើដូច្នេះគេមិនដឹងនិយាយអ្វីទៀតសេនាយើងបាននិយាយថាពងវេទមន្តនិងវងឌីគឺជាជនសង្ស័យដែលទំនងបំផុតប៉ុន្តែដោយសារពួកគេនៅមិនទាន់ធ្វើអ្វីសោះបន្ទាប់ពី10ថ្ងៃមកនេះវាអាចថាមិនមែនពួកគេទេតែដឹងថាបណ្ដាសានឹងចាប់ផ្ដើមធ្វើសកម្មភាពនៅពេលណា Leafy របស់យើងក៏បានឆ្លើយតបខ្ញុំយល់ហើយសេនារបស់យើងបាននិយាយតពួកយើងកំពុងគ្រប់គ្រងកិច្ចការអធិរាជសម្រាប់ពេលនេះប៉ុន្តែពួកអភិជនកំពុងចាប់ផ្ដើមសួរសំណួរដោយសារតែព្រះចៅអធិរាជបានលុបចោលរាល់ការ
បង្ហាញខ្លួនជាផ្លូវការទាំងអស់របស់ទ្រង់ភ្លាមៗឥឡូវនេះរយៈពេល10ថ្ងៃបានកន្លងផុតទៅតាំងពីពួកអ្នកបម្រើបានឃើញទ្រង់ខ្ញុំប្រកាសថាពាក្យចាំរាមកំពុងចាប់ផ្ដើមរីករាលដាលហើយលោកស្រី Liefeld ប្រហែលជាដឹងរឿងនេះរួចហើយប៉ុន្តែព្រះអង្គមានសត្រូវច្រើនណាស់អរគុណអ្នកគ្នាដែលបានទស្សនាសូមអ្នកគ្នាជួយ Subscribe Like និង Comment ម្នាក់មួយផងសារឥឡូវរៀងរវល់ជាងទៅខ្ញុំអត់សូវធ្វើបានច្រើនទេបើខុសឆ្គងកន្លែងណាសូមអធិស្ឋានអ្នកទាំងអស់គ្នា